សាធារណជនជាច្រើនរយនាក់រួមគ្នាក្នុងស្នាដៃមួយបង្ហាញពីការចងចាំក្នុងគ្រាលំបាកដោយការឈ្លានពានពីទាហានថៃប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីព្រះសង្ឃសិស្សនិស្សិតបានរួមគ្នាជាច្រើនរយនាក់បង្ហាញអារម្មណ៍ខ្លួនក្នុងផ្ទាំងគំនូរស្នាមគំនូរនៃបេះដូងកម្ពុជាក្នុងគ្រាដ៏លំបាកបង្ហាញពីការចងចាំក្នុងការរួមសុខរួមទុក្ខរបស់ប្រជាពលរដ្ឋខ្មែរក្នុងកលៈទេសៈនៃការឈ្លានពានពីទាហានថៃស្នាមគំនូរនៃបេះដូងកម្ពុជាមិនមែនជាការគូសត្រឹមតែឲ្យចេញជារូបរាងប៉ុណ្ណោះទេប៉ុន្តែជាសំឡេងនៃបេះដូងប្រជាជាតិខ្មែរដែលបានចងចាំគ្រាលំបាកជាមួយគ្នានិងបន្តដង្ហើមជាមួយគ្នាទៅកាន់អនាគតស្នាមគំនូរនីមួយៗជាតំណាងឲ្យការចងចាំដ៏ជ្រាលជ្រៅការឈឺចាប់ការបែកបាក់និងទុក្ខលំបាកដែលប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីគ្រប់ជាន់ឋានៈបានឆ្លងកាត់រួមគ្នាក្នុងពេលដែលថៃឈ្លានពានអាចមើលទៅមានភាពកំសត់វេទនាហើយក៏មានអ្នកដែលនៅក្នុងរូហ្វាក៏ដូចជាជនភៀសសឹកមួយចំនួនដែលគាត់ចូលរួមក្នុងស្នាដៃគំនូរនេះដែរដោយសារតែជាធម្មតាវាមានបញ្ហាជាច្រើនដែលជួបប្រទះនៅពេលនេះអញ្ចឹងហើយក្នុងនាមខ្ញុំគឺជាសិល្បករមួយរូបខ្ញុំអត់មានអីច្រើនជួយទៅដល់ពួកគាត់មែនក៏ប៉ុន្តែខ្ញុំក៏ចង់ជួយទៅតាមរយៈសិល្បៈព្រោះអីជាធម្មតាមនុស្សមួយចំនួនគាត់ចង់បញ្ចេញអារម្មណ៍ប៉ុន្តែពេលខ្លះគាត់អាចបញ្ចេញទៅណាបានគាត់ក៏យកមកបញ្ចេញនៅលើស្នាដៃសិល្បៈថាគាត់ចង់បង្ហាញពីអីដូចរូបមួយចំនួនដូចរូបនៅក្នុងនេះអញ្ចឹងក៏មានជនភៀសសឹកអ្នកខ្លះទៅក៏មានក្មេងកំព្រាក៏មានហើយក៏មានសិល្បករមួយចំនួនហើយប្រជាជនយើងទាំងអស់ដែលនៅជុំវិញដែលយើងអាចទៅឲ្យគាត់ជួយបានគឺគាត់នឹងជួយគូដើម្បីបង្ហាញពីអារម្មណ៍ហើយក៏ដូចជាកម្លាំងដែលគាត់ចង់បង្ហាញថាខ្ញុំចង់បានអីឥឡូវនឹងដូចជារូបផ្ទះនេះអញ្ចឹងគាត់ថាពេលហ្នឹងគាត់ជាជនភៀសសឹកឬក៏អីគាត់មានអារម្មណ៍ថាគាត់នឹកផ្ទះគាត់ចង់បានផ្ទះចាហើយដូចកន្លែងក្នុងនេះក៏មានរូបដែលជាភាសាគាត់គូពីយ័ន្តដែរដែលគាត់ក្នុងហ្នឹងបង្ហាញពីយ័ន្តហ្នឹងពេលដែលខ្ញុំសួរទៅគាត់គាត់ថាគាត់ចង់បង្ហាញពីក្តីសុខព្រោះគាត់ចង់បានក្តីសុខចាគឺនេះគេហៅអ្នកមៈអឧ
នឹងឯងគឺបានន័យថាឲ្យសុខសប្បាយអញ្ចឹងគឺគាត់ចង់បានសុខសប្បាយគឺយើងបានជួបលោកពូភាសឹកដែលគាត់អញ្ជើញតាមលំមកមកកាលពីប្រហែលថ្ងៃមុនអញ្ចឹងក្នុងគំនូសមកផ្ទាំងនេះមិនមែនកុសតែយើងខ្ញុំតែប្រហែលអ្នកដែលខ្ញុំរៀបឈ្មោះមិញទេគឺមានច្រើនមែនតើដៃជាខ្លះក៏ជាស្នាមមេដៃក៏ខ្លះទៀតក៏គាត់វាខ្លះទៀតក៏គាត់យកតែជក់មកដាក់ចុចមកកន្លែងដើម្បីបង្ហាញពីអ្វីដែលគាត់ចង់ចូលរួមនៅក្នុងនេះហើយបងប្អូនច្បាស់ជាចង់ដឹងថាតើគំនូសនេះមានឈ្មោះអីគំនូសនេះមានឈ្មោះថាស្នាមគំនូសបេះដូងកម្ពុជាគឺពួកយើងចង់ឲ្យបងប្អូនរបស់យើងទាំងអស់គ្នាគឺចូលរួមបង្ហាញពីអារម្មណ៍របស់ពួកគាត់ហើយក៏ដូចជាបង្ហាញពីការសោកស្ដាយហើយអ្វីដែលយើងចង់បានគឺសន្តិភាពត្រឡប់មកកម្ពុជាវិញគោលបំណងនៃការដែលពួកយើងទាំងអស់គ្នាសម្រេចចិត្តធ្វើស្នាដៃមួយនេះឡើងគឺគោលដៅធំបំផុតនោះគឺចង់ឲ្យបងប្អូនចូលរួមក្នុងការបង្ហាញពីសាមគ្គីជាពិសេសគឺគេហៅថាទំនាក់ទំនងរវាងគ្នានឹងគ្នានៅពេលដែលពួកយើងបានធ្វើអញ្ចឹងហ្នឹងក៏យើងបានដឹងពីស្ថានភាពអារម្មណ៍បងប្អូនយើងផ្សេងដែរហើយមួយទៀតគឺយើងចង់ឲ្យពួកគាត់បានចូលរួមចំណែកក្នុងស្នាដៃមួយនេះដើម្បីឲ្យពួកយើងបានដាក់ដេញថ្លៃលក់ស្នាដៃមួយនេះដាក់លក់ជាសាធារណៈក្រោយពីពួកយើងគូហើយក្នុងតម្លៃណាមួយគឺយើងនឹងលក់ហើយយើងនឹងបានលុយទាំងអស់នោះយកទៅជួយបងប្អូនជនភៀសសឹកក៏ដូចជាវីរៈកងទ័ពរបស់យើងដែលកំពុងតែរក្សាដែនមាតុភូមិរបស់យើងអញ្ចឹងហើយខ្ញុំពួកយើងទាំងអស់គ្នាគិតថាបើសិនជាគំនូរនេះគឺកើតចេញពីស្នាដៃលោកយាយលក់នំតាមផ្លូវក្មេងៗលោកពូស៊ីក្លូលោកតាស៊ីក្លូលោកពូកង់3ក៏ដូចជាបងប្អូនរបស់យើងដែលរួមគ្នាដែលមិញហ្នឹងយើងទៅមកពីអ៊ីតម៉ាដែរអញ្ចឹងគឺបងប្អូនយើងដែលទៅស្ម័គ្រចិត្តនៅខាងរៀបចំជំនួយគឺកើតចេញពីទឹកចិត្តនិងបេះដូងក្តីស្រឡាញ់យើងចង់ឲ្យប្រទេសរបស់យើងវិលត្រឡប់មកសន្តិភាពវិញមានអីថែមអូននឹងខ្ញុំដូចជាអត់មានអីថែមពីលើច្រើនទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្វីដែលពួកយើងបានធ្វើក៏ដូចជាធម្មពលក៏ដូចជាកម្លាំងមួយដែលជួយទៅដល់កងទ័ពក៏ដូចជាជនភៀសសឹកដែលគាត់ឆ្ងាយពីគ្រួសារដូចគ្នាហើយខ្ញុំសង្ឃឹមថាពួកយើងនឹងវិលត្រឡប់មករកសន្តិភាពម្ដងទៀតសម្រាប់គំនូរនេះខ្ញុំសង្ឃឹមថាគឺជាការចងចាំមួយរបស់ពួកយើងទាំងអស់គ្នាដែលយើងពុតដៃគ្នាយើងអោបកសោបគ្នាយើងបង្ហាញពីការសាមគ្គីយើងបង្ហាញពីការគាំទ្ររបស់យើងទៅកាន់រាជរដ្ឋាភិបាលកម្ពុជាទៅលើចំណាត់ការទាំងផ្លូវច្បាប់និងការការពារខ្លួនរបស់ពួកយើងហើយយើងសង្ឃឹមថាស្នាដៃមួយនេះនឹងអាចក្លាយទៅជាការចងចាំនិងកំដរពួកយើងក្នុងអំឡុងពួកយើងមានការលំបាកខ្លាំងជាពិសេសគឺជាទឹកចិត្តមួយសម្រាប់ជំរុញដល់លោកពូវីរៈកងទ័ពទាំងអស់គ្នាដែលកំពុងតែឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនេះជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានបង្ហាញពីការសាមគ្គីនិងរួបរวมគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការឆ្ពោះទៅរកសុខសន្តិភាព